ដូចខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងថាคลิก160នេះប្រកាសជារឿងម៉ាស៊ីនមែនអញ្ចឹងបើថាពេលខ្លះបងប្អូនយើងអត់សូវមើលវីដេអូជាងដំទេមើលតែរឿងប្រេងប្រពន្ធគេឆ្លោះគ្នាគេជេរគ្នាគេវាយគ្នាអត់តប្រយោជន៍ហើយពេលខ្លះទៀតមើលតែរឿងជប៉ុនដល់មើលពីការជួសជុលម៉ូតូអត់សូវបានមើលទេហើយដល់ខូចមានអស់លុយតិចណាបងប្អូនคลิก160អស់លុយច្រើនណាស់មើលសមីវាបងប្អូនឡើងឆ្កូតបើមិនឲ្យឆ្កូតមិនបើម៉ូតូគ្មានប្រេងម៉ាស៊ីនផងហ្នឹងមិនមែនអត់ចាក់ប្រេងម៉ាស៊ីនទេណាម៉ូតូអត់បូមប្រេងម៉ាស៊ីនតែក៏សើម្ចាស់គាត់ដែរសមីរបស់វាគាត់ឲ្យជួសជុលទេគឺគាត់ឲ្យដូរថ្មីតែម្ដងពីស្តុងក៏ថ្មីដែរអត់មានស្អីមានអីទេព្រោះតែគាត់នឹងខ្លាចឆាប់ខូចទៀតអញ្ចឹងហើយគាត់ថាធ្វើតែម្ដងបានហើយអស់លុយច្រើនមែនតែប្រើបានយូរនិយាយទៅជាងដំអត់តែចិត្តបុនចិត្តទៀនចេះដឹងឲ្យបានលុយច្រើនហ្មងតិចឬម៉ាស៊ីនតិចដូរម៉ូទ័រតិចដូរស្បែកនិយាយពីថាលុយនោះលុយមិនដឹងយកទៅណាអស់តែខលុយបើយកមកអត់ចាយខ្ញុំជឿថាអត់អស់ទេតែណាស់តែចាយតើក៏បានតែឃើញរបស់អីល្អតិចអាងតម្លាក់លេខតម្លាក់ទីតាំងតែបើលុយសុទ្ធលុយដណ្ដៃអត់សូវហ៊ានចាយទេតែបើលុយកង់វិញតិចបាញ់លុយ100 200ដុល្លារបាញ់ផុយអញ្ចឹងបើថាថ្ងៃមុនមានបងប្អូនគាត់និយាយថាលុយនៅក្រៅគឺអត់សល់ទេច្រើនតែចាយទុកលុយកង់ទៅវាមិនចេះអស់ទេតែអត់ដឹងអាលុយកង់ស្រួលចាយជឿខ្ញុំទៅអាលុយកង់ចាយមិនសូវចេះគិតទេហើយតែមិនសូវចេះគិតលុយគឺវាអត់សល់ហើយអញ្ចឹងវីដេអូនេះគឺបង្ហាញពីការរើរៀបម៉ាស៊ីនរបស់អាคลิก160បងប្អូនជាងយើងភាគច្រើនគឺដែររើទេសម្រាប់ខ្ញុំបានរើហើយក៏មិនមែនលើកទី1ដែរអញ្ចឹងបងប្អូនអាចមើលបាននេះគឺជាតង់របស់វាជួពូនឹងទៀតហើយថ្ងៃមុនមកអង្គុយម្លក់មើលម៉ូតូគាត់ឥឡូវមកអង្គុយម្លក់មើលម៉ូតូគេម្ដងតង់រកាមរបស់វាគឺមានពកបន្តិចនៅលើក្បាលកន្លះបងប្អូនឃើញសញ្ញាព្រួយបន្តិចនោះអត់ហើយតង់ប្រឡងគឺមានអក្សរ T ដូចគ្នាតែពេលបងប្អូនដោះទល់កាមរបស់វាបងប្អូនត្រូវតែប្រយ័ត្នបន្តិចព្រោះថាទល់កាមរបស់វាគឺមិនដូចស៊េរីចាស់ទេគឺវាអត់មានកន្លែងរឹតទេគឺវាប្រើឡតវាស្ទង់ដាក់រំសូលខាងក្នុងនិងបូមប្រេងដូចជាស្នប់សពប្រេងអញ្ចឹងហើយតែវាអត់បូមប្រេងគឺវាលន់ខ្លាំងហើយចំណែកឯផ្លិតបូមទឹករបស់វាគឺមិនខុសពីគ្នាប្រហែលទេនិយាយទៅគឺស្តៀងតែគ្នាទេបងប្អូនតែក៏សប៉ាប់វា4ដើមសេរីដៃអត់កើតទេតើមានដៃស្លឹកសេរីបងប្អូនហ៊ានតែសេរីដៃលន់ត្រឹលហើយអញ្ចឹងម៉ូតូយើងគឺរៀបចំរួចរាល់ហើយហើយក៏ចាក់ប្រេងថ្មីដែរបងប្អូនប្រេងម៉ាស៊ីនគឺចាក់ម៉ាក់ Hyundai Xperia របស់កូរ៉េចាក់ម្ដងប្រើបាន2000គីឡូទៅ2500គីឡូបញ្ជាក់គុណភាពដោយ API ស្តង់ដារអាមេរិកនិង JSO ស្តង់ដាររបស់ប្រទេសជប៉ុនអញ្ចឹងមកស្ដាប់សលេងម៉ាស៊ីនទាំងអស់គ្នាថាតើវាស្ងាត់ប្រមាណភាគរយនិយាយទៅស្ងាត់ឈឹងហើយបងប្អូនតែក៏លឺសូរសលេងភ្លៀងបើស្ដាប់ទាល់វិញបងប្អូនខ្ញុំជឿថាស្ងាត់ឈឹងតែម្ដងបើយកដៃទប់ស៊ីម៉ាំងវិញស្ងាត់ឈឹងហើយតែស្ងាត់ឈឹងហើយជាងដើមបានលុយយកទៅវត្តហើយ